ចិត្តវិទ្យាបាននិយាយថាតារានិកររបស់អ្នកអាចបង្ហើបឲ្យដឹងពីរបៀបដែលអ្នកស្រឡាញ់គិតនិងការពារសេចក្តីសុខផ្លូវចិត្តរបស់អ្នកប្រសិនបើអ្នកគឺជាអ្នកកើតនៅក្នុងខែកញ្ញាឬក៏ជាតារានិករ Virgo ចិត្តរបស់អ្នកមិនដែលសម្រាប់ពិតប្រាកដនោះទេអ្នកក៏សម្គាល់ឃើញគ្រប់យ៉ាងមិនថាគឺជាទឹកដមសម្លេងរបស់នរណាម្នាក់ភាពស្ងប់ស្ងាត់នៅក្នុងសាររបស់ពួកគេឬព័ត៌មានលម្អិតតូចៗដែលមនុស្សភាគច្រើនមើលរំលងអ្នកខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅប៉ុន្តែអ្នកកម្រនឹងបង្ហាញឲ្យឃើញថាវានឹងមានថាមពលខ្លាំងប៉ុណ្ណាលើអ្នកនោះទេផ្ទុយទៅវិញអ្នករវល់តែនឹងការកែសម្រួលជួយជ្រោមជ្រែងនិងរៀបចំទុកដាក់ពីព្រោះថាការគ្រប់គ្រងអ្វីៗបានមានអារម្មណ៍ថាមានសុវត្ថិភាពជាងភាពរញ៉េរញ៉ៃអ្នកកើតនៅក្នុងតារានិករខែកញ្ញាបង្ហាញពីក្តីស្រឡាញ់តាមបែបស្ងប់ស្ងាត់អ្នកមិនសូវនិយាយវាចេញមកនោះទេប៉ុន្តែអ្នកបង្ហាញវាតាមរយៈសកម្មភាពតូចតាចដូចជាការចងចាំបទចម្រៀងដែលគេចូលចិត្តការសាកសួរសុខទុក្ខទោះបីជាអ្នកកំពុងនៅហត់ខ្លួនឯងក៏ដោយនិងការស្ដាប់នៅពេលដែលគ្មានអ្នកណាស្ដាប់អ្នកគឺជាប្រភេទមនុស្សដែលចូលចិត្តផ្ដល់ឲ្យអ្នកដទៃមិនចេះចប់មិនចេះហើយប៉ុន្តែបែរជាពិបាកនៅក្នុងការទទួលយកចំណូលពីអ្នកដទៃទៅវិញប៉ុន្តែភាពចង់ឲ្យអ្វីៗល្អឥតខ្ចោះទាំងនោះឬក៏គេហៅថាជា perfectionism អាចក្លាយទៅជាបន្ទុកដ៏ធ្ងន់អ្នកដាក់កម្រិតខ្លួនឯងទៅនឹងស្តង់ដារដែលមិនអាចទៅរួចហើយបន្ទោសខ្លួនឯងនៅពេលដែលអ្វីៗមិនបានសមប្រកបទោះបីជាវាមិនមែនជាកំហុសរបស់អ្នកក៏ដោយទោះបីជាយ៉ាងណាក៏ដោយបេះដូងរបស់អ្នកគឺបរិសុទ្ធនិងណោស្មោះត្រង់និងពោរពេញទៅដោយការយកចិត្តទុកដាក់អ្នកមិនត្រូវការភាពលេចធ្លោដើម្បីបញ្ចេញពន្លឺនោះទេពន្លឺរបស់អ្នកគឺស្ថិតនៅក្នុងភាពភ្ជាប់ខ្លួនភាពស្មោះត្រង់និងភាពស្ងប់ស្ងាត់ដែលអ្នកផ្ដល់ឲ្យអ្នកដទៃអរគ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរេសោយសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយ